រឿងបុរសប៉ិនកុហកហើយលោកយាយឲ្យខ្ញុំសុំទឹកហូបបន្តិចមកនេះចៅទៅណាមកណីបានគេហត់ហេតុផលបែបនេះហត់ណាយាយអើយខ្ញុំជាអ្នកចម្ងាយមកពីភូមិរិស័យខ្ញុំមកនេះគឺដើម្បីអញ្ជើញបងប្អូនសាច់ញាតិខាងប្រពន្ធខ្ញុំដើម្បីចូលរួមមង្គលការកូនស្រីខ្ញុំមិនសូវជាច្បាស់ផ្លូវក៏បានសួរបុរសម្នាក់គាត់បានយល់ប្រាប់ថាផ្ទះវិញ្ញាណនៅឯចុងភូមិឯណោះតែពេលខ្ញុំទៅដល់បែរជារកមិនឃើញទាល់តែសោះខ្ញុំត្រឡប់មកវិញទាំងថ្ងៃក្តៅហេវហត់អស់កម្លាំងណាស់យាយអើយអាគាត់នោះមិនក៏អាក្រក់អីយ៉ាងនេះប្រាប់ផ្លូវខុសដល់ខ្ញុំចឹងអ្នកភូមិព្រេងផ្ដៅនេះស្មោះត្រង់រាក់ទាក់ណាស់មិនដែលកុហកនរណាឡើយច្បាស់ណាស់គាត់និយាយថាគាត់គឺជាអ្នករស់នៅក្នុងភូមិនេះហើយប្រាប់ថាឈ្មោះជ្រួយឯគេនោះណោះស្លាប់ហើយលោកប្រកាសជាសួរចាំឲ្យជួយជំនួសនោះហើយម្នាក់ដែលកន្ធាត់ទៀបមានប្រជើញធំមួយនៅក្រោមមាត់មែនទេគឺគាត់នឹងហើយយាយហើយភូមិនេះមានតែគេម្នាក់នឹងទេដែលជួនចិត្តនិយាយភូមិកុហកនោះគេឯងគេបានធ្វើឲ្យមនុស្សជាច្រើនទៀតត្រូវវេទនាខូចការអស់ព្រោះតែពាក្យកុហករបស់គេហ្នឹងចៅសម្រាប់ឲ្យបាត់ហត់តែសិនទៅចាំបន្តដំណើរទៅមុខទៀតយាយនឹងប្រាប់ផ្លូវទៅកាន់ទីនោះណាអូមានមនុស្សបែបហ្នឹងទៀតណោះមានកម្មវិធីបនកូនរបស់មីងនៅភូមិរស័យអញទៅចូលរួមទៅណាអូមិនអីទេចាំខ្ញុំទៅខាងបានផឹកស៊ីយូដូចជាជូរមាត់ដែរនឹងម៉ែវាមិនបាច់មកកុហកទេខ្ញុំឃើញលុយផឹករាល់ទៅថ្ងៃនេះស្អីនេះប្រយ័ត្នទៅហើយប្រញាប់មកវិញផងប្រយ័ត្នចូលពេលរកផ្លូវមកផ្ទះមិនឃើញបាទប្តីដឹងហើយអាចជ្រុយមកដែរគ្នាស្បមុខវាណាហើយដើម្បីលើលោកនេះនៅមានមនុស្សបែបនេះទៀតណោះបើមិនបានជួយគេក៏ឲ្យទៅចោកុំតែមកធ្វើបាបគេទៅបានហើយព្រោះតែវាខ្ញុំត្រូវខ្មាស់គេប្រមាណដងមកហើយគ្នានេះក៏ត្រូវវាមកបញ្ឈរឲ្យកូនក្របីគ្នាពងវិញផ្លូវដែរក្របីគ្នាដើរដំណងទិសមកផ្ទះហើយវាចង្អុលឲ្យដើរទៅទិសផ្សេងណាណែទៅវិញមកឃើញរឿងហ្នឹងមិនទាន់បាត់ខឹងផងដូចជាហួសហេតុពេកហើយណាហើយបើដឹងថាវាអញ្ចឹងទៅហើយទៅប្រកាន់វាធ្វើអីកុំឲ្យចាញ់បោកវាទៀតទៅបានហើយក៏ប៉ុន្តែត្រូវផ្ដល់មេរៀនគេម្ដងទៅបានឲ្យដឹងថាការបោកប្រាស់ការបោកគេវាយ៉ាងណាឲ្យវាបានរៀនចាំម្ដងឡា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 អូខ្ញុំកំពុងតែនៅណាចេះងើបណាមើលមិនឃើញអ្វីទាល់តែសអូមានសម្លេងមនុស្សសួរគេសិនទៅបាននរណានឹងសូមជួយប្រាប់ផ្លូវទៅភូមិព្រៃបដៅខ្ញុំផងអូអាចជួយសម្លេងនឹងសម្លេងអាចជួយហើយឱកាសបានដល់ហើយធ្វើឲ្យវាស្គាល់ជាតិម្ដងបើចង់ទៅភូមិព្រៃបដៅលោកត្រូវដើរងារទៅខាងឆ្វេងដៃអូបាទអរគុណហើយអូខ្ញុំឆ្លងក្នុងភក់ហើយជួយផងមិនអីទេឈានប្រមាណជាងទៀតដល់ភូមិព្រៃបដៅហើយអូជួយខ្ញុំផងបងប្អូនអើយជួយផងកុហកគេឥឡូវត្រូវគេកុហកវិញយ៉ាងមិនដែរសំមុខហើយឯងមានជំនាញខាងបោកគេមិនដែរត្រូវគេបោកឥឡូវក៏ពួកនៅនឹងសិនទៅណាអាចជួយអូសូមមេត្តាជួយខ្ញុំផងបើមិនអញ្ចឹងទេខ្ញុំស្លាប់ហើយខ្ញុំសូមសន្យាថាចាប់ពីពេលនេះទៅខ្ញុំឈប់កុហកបើមិនចង់គេទៀតហើយខ្ញុំសូមស្បត់អូយចូលចាំទុកណានេះគឺជាមេរៀនភូតច្រើនចាញ់អាត្មាគោក៏បីពោលតែពីពិតព្រោះការភូតកុហកជាអរិយាដ៏អាក្រក់ដែលនាំឲ្យកើតមន្ទិលសង្ស័យនិងការបែកបាក់ទំនាក់ទំនងពាក្យសម្ដីដែលបានហាចេញស្ដីក៏អាចកំណត់ជោគវាសនារបស់យើងផងដែរដោយពាក្យចាស់ពោលថាអណ្ដាតគៀបអាកន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាត